ស្ដីអ្នកទាំងអស់គ្នា welcome another day ថ្ងៃនេះគឺខ្ញុំមកទស្សនាប្រាសាទព្រះខ័នហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលនៅក្នុងវីដេអូពេញរបស់ខ្ញុំថាតើពេលដែលខ្ញុំដើរចូលទៅក្នុងប្រាសាទព្រះខ័នហ្នឹងមានអ្វីដែលគួរឲ្យចាប់អារម្មណ៍មិនខ្លះតោះមកមើលវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាបើនិយាយពីផ្លូវធ្វើដំណើរចូលមកក្នុងប្រាសាទតាំងពីពេលដែលយើងដាក់ឡានហើយយើងដើរចូលទៅក្នុងប្រាសាទខ្ញុំមានអារម្មណ៍ហាក់ដូចជាទៅកាន់សម័យបុរាណអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែពេលដែលយើងមកដល់ផ្ទាល់ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំមកទេប៉ុន្តែដល់ពេលដែលខ្ញុំចូលមកគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងហាក់បីដូចជាបោះជំហានឈានចូលទៅក្នុងអតីតកាលបុរាណណាអ្នកទាំងអស់គ្នាគុំតាមានភ្ញៀវទេសចរក៏ដូចជាភ្ញៀវជាតិរបស់យើងគឺគាត់ចូលទស្សនាហើយបើមិនអញ្ចឹងទេយើងដើរតែឯងខ្ញុំមានអារម្មណ៍ថាយើងដូចជាឆ្លងចូលទៅក្នុងភពមួយទៀតអញ្ចឹងដោយសារតែមានអារម្មណ៍ថានៅពេលដែលយើងដើរចូលទៅក្នុងប្រាសាទអ្វីដែលអស្ចារ្យសម្រាប់ខ្ញុំគឺបើសិនជាយើងអត់ចំណាំយើងនឹងវិញផ្លូវដោយសារថាទំហំក៏ដូចជាបរិវេណរបស់ប្រាសាទគឺមានលក្ខណៈធំមែនតើហើយបើសិនជាយើងអត់ចំណាំទេយើងអាចវិញបើសិនជាយើងអត់បានជួបជាមួយនឹងបងមេកទេសណាអញ្ចឹងយើងអាចដើរយើងអត់សួរច្រកគាត់យើងអត់សួរគាត់អីយើងនឹងវិញហ្មងបើសិនជាយើងអត់ចាប់អារម្មណ៍អញ្ចឹងទៅបបផ្សោតសម្រាប់ខ្ញុំបើសិនជាបងប្អូនទាំងអស់គ្នាបានមកចូលទស្សនានៅក្នុងប្រាសាទព្រះខ័នឬក៏ប្រាសាទដែរអ្នកទាំងអស់គ្នាកុំភ្លេចសួរបងដែលគាត់ធ្វើការនៅក្នុងនោះពេលអញ្ចឹងគាត់នឹងប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាអាចចូលទៅតាមច្រកនេះហើយចេញទៅតាមច្រកខាងលិចខាងកើតខាងជើងខាងត្បូងអីអញ្ចឹងណាដោយសារតែនៅក្នុងប្រាសាទព្រះខ័នគឺមានច្រកច្រើនមែនតើអញ្ចឹងបើសិនជាយើងដាក់ឡាននៅខាងលិចយើងចេញតាមច្រកខាងលិចទៅកុំឲ្យវិញទៅចេញខាងខាងលិចខាងកើតខាងជើងអីវិញអញ្ចឹងណាទាំងអស់គ្នាដោយសារតែនៅក្នុងប្រាសាទព្រះខ័នកន្លែងដែលខ្ញុំឈរហើយនឹងខ្ញុំថតកន្លែងនេះគឺបងមគ្គទេសចរហ្នឹងគាត់ប្រាប់យើងថាយើងអាចគូសទ្រូងរបស់យើងនៅក្នុងនឹងបានពេលដែលយើងដល់កន្លែងហ្នឹងពេលដែលយើងគូសទ្រូងគូលឺសំឡេងខុសពីកន្លែងប្លង់ផ្សេងអញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាបានមកទស្សនាប្រាសាទព្រះខ័នអ្នកទាំងអស់គ្នាកុំភ្លេចមកកន្លែងហ្នឹងហើយគូសទ្រូងធ្វើសេចក្តីប្រាថ្នាហើយអ្នកទាំងអស់គ្នានឹងលើសំឡេងចេញពីក្នុងខ្លួនយើងហើយកន្លែងឡើងវាលំហប៉ុន្តែពេលដែលយើងគូសទ្រូងរបស់យើងនៅនឹងទៅវាធ្វើឲ្យយើងលន់លឺសូរយើងនិយាយទៅខ្ញុំបាក់និយាយតែអ្នកទាំងអស់គ្នាបានចូលមកផ្ទាល់ហើយប្លង់សម្រាប់ខ្ញុំថតកន្លែងនេះគឺមានភ្ញៀវទេសចរហើយក៏ជាកន្លែងដែលគេល្បីថាប្លង់ថតរូបស្អាតដោយសារតែមានប្លង់ដែលខ្ញុំហៅថាស្រះហ្នឹងទៅកន្លែងហ្នឹងគឺនៅចំហៀងប្រាសាទនៅពេលដែលយើងចាប់ប្លង់ថតមកគឺដោយទាំងស្រះដោយទាំងប្រាសាទគឺស្អាតមែនតើហើយសម្រាប់ទឹកស្រះហ្នឹងគឺនឹងថងមែនតើអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងវាធ្វើឲ្យការថតរូបរបស់យើងមើលទៅមានភាពស្ងប់ស្ងាត់ហើយមើលទៅដូចអស្ចារ្យអ្នកទាំងអស់គ្នាដោយសារតែអ្វីៗគឺអត់មានរង្គើសោះសូម្បីតែទឹកហើយធម្មជាតិក៏ដូចជាស្លែដុះនៅលើប្រាសាទហ្នឹងហាក់បីដូចជាបន្ថែមនៅអារម្មណ៍មួយឲ្យយើងមានអារម្មណ៍មួយថាផ្សារភ្ជាប់ទៅនឹងធម្មជាតិមែនតើដោយសារតែប្រាង្គប្រាសាទរបស់យើងមានដើមឈើក៏ដូចជាមានស្លែគឺដុះនៅលើថ្មហាក់បីដូចជាអស្ចារ្យហើយអត់មានដុះមកលក្ខណៈថាអត់ស្អាតអីទេគឺបែបលក្ខណៈចេញមកគឺស្អាតទៀតសូម្បីតែស្លែដុះនៅលើផ្ទាំងសិលាថ្មហ្នឹងក៏ស្អាតដែរអ្នកទាំងអស់គ្នាការទស្សនាប្រាសាទរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរព្រោះដោយសារតែខ្ញុំដើរបានទៀតអ្នកទាំងអស់គ្នាឈឺជើងហើយណាមួយខ្ញុំដើរចាញ់កូនខ្ញុំផងអ្នកទាំងអស់គ្នាដោយសារតែយើងត្រូវការផ្លាស់ពីមួយកន្លែងទៅមួយកន្លែងទៀតហើយណាមួយដល់មកញ៉ាំបាយអញ្ចឹងក៏ខ្ញុំធ្វើដំណើរមកតាមខាងស្រះស្រង់អ្នកទាំងអស់គ្នាគឺមានឡានម៉ូតូច្រើនមែនតើបងប្អូនទាំងអស់គ្នាហើយប៉ុន្តែការគ្រប់ច្បាប់ចរាចរណ៍របស់បងប្អូនយើងគឺមានរបៀបរៀបរយដោយសារតែគាត់អត់បើកឆ្លៀនពៀននៅផ្លូវម្ខាងទៀតទេគឺគាត់បើកនៅតាមវ័យរបស់គាត់រៀងៗខ្លួនអញ្ចឹងទៅធ្វើឲ្យយើងកាត់បន្ថយការស្ទះចរាចរណ៍ដែរហើយមើលទៅគឺធ្វើឲ្យមានសណ្ដាប់ធ្នាប់មិនថាភ្ញៀវទេសចរជាតិឬអន្តរជាតិគាត់មើលមកក៏ដឹងថាខ្មែរយើងគឺមានសណ្ដាប់ធ្នាប់ខ្មែរយើងគឺគ្រប់សិទ្ធគ្នាខ្មែរយើងគឺឲ្យតម្លៃគ្នាទៅវិញទៅមកអានេះហើយគឺជាអ្វីដែលខ្ញុំសប្បាយចិត្តក្នុងការធ្វើវីដេអូហើយសម្រាប់វីដេអូមួយនេះក៏បានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតសម្រាប់អ្នកទាំងអស់គ្នាក៏ដូចជាទុកអនុស្សាវរីយ៍សម្រាប់ខ្លួនឯងនៅវីដេអូក្រោយៗទៀតជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ